សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនាងខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីភាគីទាំងពីរបានឯកភាពគ្នាលើបទជប់បាញ់ជាបន្ទាន់និងបានក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាប់ពីវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ម្សិលមិញមកដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2025នេះស្ថានភាពជួរមុខមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ជានិច្ចនិងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុតនេះគឺជាភាសារបស់អ្នកនាំពាក្យក្រសួងទាហានថៃការពារជាតិលោកជំទាវម៉ាលីសុជាតាពីពងឈោស្តៀងនឹងហើយជា2-3ខែមុនទៀតហើយលក្ខណៈភាពការស្ងប់ស្ងាត់ណាចាប់តាមចេញចឹងទៀតស្ងប់ស្ងាត់ហ្នឹងបើស្អីយើងមើលទៅវាស្ងប់ស្ងាត់ក៏ភ្លើងមែនប៉ុន្តែសកម្មភាពរបស់សៀមឆ្លៀនពៀនហ្នឹងគឺនៅតែឆ្លៀនពៀនចឹងហើយបើស្អីយើងលាក់បាំងព័ត៌មានគ្មានណាគេអាចជួយយើងបានទេបើស្អីយើងគ្រាន់តែជួយខ្លួនឯងយើងមិនជួយផងហ្នឹងមកកណាត់ដែរគ្រាន់តែប្រកាសថាសៀមបន្តឆ្លៀនពៀនសៀមយកលុះបាឡាមកពាត់យកកាស៊ីណូយកផ្សារកម្ពុជានៅតំបន់ថ្មដាយើងមិនហ៊ានទាំងនិយាយផងមិនហ៊ានប្រាប់អន្តរជាតិតើណាគេជួយយើងបានជាការពិតទូយើងនិយាយក៏អន្តរជាតិគេមិនជួយយើងដែរអាស៊ានមិនជួយយើងទេអង្គការសហប្រជាជាតិមិនជួយយើងទេអាមេរិកមិនជួយទេចិនក៏អត់មានឃើញជួយអីដែរអាហ្នឹងនៅពេលដែលយើងនិយាយក្តៅយើងប្រាប់ពិភពលោកថាគេឆ្លៀនពៀនយើងឥឡូវបើសិនជាយើងមិននិយាយទៀតតើណាគេជួយយើងនេះប្រជាជនថតបានចាក់ស្ដែងលូបាឡាពីកាស៊ីណូមកដល់ត្រឹមកន្លែងប្រជាជនថតហ្នឹងគ្រប់យ៉ាងមិនដឹងប្រហែល100 ម៉ែត្រទេអាចចូលដល់គីឡូអីហ្នឹង1000 ម៉ែត្រជាងអីហ្នឹងហើយមិនមែនតែក្រសួងព័ត៌មានទេក្រសួងមហាផ្ទៃក៏មិនផុសเพจធំទាំងអស់នៅប្រទេសកម្ពុជាហ្នឹងគឺអត់ផុសទាំងអស់តែតងទៅនឹងការដែលសៀមយកលូបន្លាមកពាត់យកកាស៊ីណូហើយនឹងផ្សារនៅតំបន់ថ្មដាធ្វើឲ្យយើងឆ្ងល់តើនិយមន័យនៃភាពស្ងប់ស្ងាត់ហ្នឹងមានន័យយ៉ាងម៉េចតើសភាពការស្ងប់ស្ងាត់ពីពងឈោមានន័យយ៉ាងម៉េចទងជាតិវាពីខាងកម្ពុជាហើយមានន័យយ៉ាងម៉េចពីខាងសៀមពីព្រោះនិយមន័យភាពស្ងប់ស្ងាត់ហ្នឹងដូចវាមានភាពខុសគ្នាសៀមវាមានន័យផ្សេងកម្ពុជាមានន័យផ្សេងគ្រប់យ៉ាងចាប់ហើយនេះមកកណាត់ហើយនេះផ្លូវទៅកាស៊ីណូចាប់ហើយនេះ